Dun dong dun dong dun dong លយមែនអរគ្នាគេយកពងទាលាបជាមួយឆ្នាំដោះថ្មីអរគ្នាហើយទៅរៀបពេល20ម៉ោងទៅយើងជល់ឥឡូវយើងមកសាករបស់ធ្វើទាំងអស់គ្នាទៅធ្វើបានដែរអត់ចាខ្ញុំប្រើឆ្នាំថ្មីម្ដងហើយជាមួយពងទាឥឡូវធ្វើការដាក់ពងទាយើងទៅមកហើយយើងលាបជាមួយឆ្នាំដោះថ្មីចាំមើលទៅជាជល់ដូចគេធ្វើដែរអត់ណាអូខេឥឡូវធ្វើការចាក់ដាក់លើពងទារបស់យើងចឹងមកអូយលាបវាចឹងមកលាបទៅពេញហ្មងណាគ្នាអូខេអូយប្រឡាក់ដៃពេញអស់ចាថែមទៀតអូខេរួចហើយទុកក្នុងចានទុករយៈពេល24ម៉ោងតាអូខេអ្នកគ្នាឥឡូវដល់ពេលមើលជាមួយនឹងពងទារបស់យើងហើយមួយថ្ងៃអ្នកគ្នាដែលលាបជាមួយនឹងឆ្នាំដុសថ្មីចាំមើលទៅជាចោលអត់ណា3 2 1អ្នកគ្នាវ៉ាវទៅជាចោលពិតមែនអ្នកគ្នាលយមែននេះWow,ធ្វើបានពិតមែនអ្នកគ្នាអែមែនទេ bears and soda for 24 hours and freeze them for 3 hours. ឡើយតំណងឆ្ងាញ់រត់ធ្វើញ៉ាំដែរសិនណាចាហើយខ្ញុំប្រើចំហួយបែបនេះព្រោះខ្ញុំដើររត់ចំហួយនៅក្នុងវីដេអូអត់មានសតអ្នកគ្នាអញ្ចឹងខ្ញុំមកធ្វើចំហួយស្រុតបែបនេះចាអត់ដឹងថាធ្វើបានដូចគេអត់ចាំមើលសិនណាឥឡូវខ្ញុំប្រើចំនួន3កញ្ចប់ហើយខ្ញុំដាក់កំប៉ុងនេះគឺកំប៉ុងនំមកខ្ញុំទិញថ្ងៃមុននោះអូយមានជាកាប់បាក់ហែកជុំបាក់ហែកម៉េះនេះហួយគេហេទៀតដល់គ្នាមើលតើធ្វើបានដូចគេអត់ណាធ្វើ3កញ្ចប់បាក់ហែកជាខ្លាំងបាននេះអ្នកគ្នា3កញ្ចប់មកចាបានទេเราធ្វើការកោសកូកាដើម្បីត្រាំឈួរយើងនេះតែប៉ុណ្្នឹងបានហើយក្របតទៅដាក់ទូទឹកកកចំនួន1ថ្ងៃតោះយើងដាក់ទូទឹកកកចំនួន1ថ្ងៃហើយស្អែកយើងយកមកធ្វើតទៀតឥឡូវដល់ពេលយើងចំហួយរបស់ខ្ញុំមកតោះយើងយកទៅធ្វើទាំងអស់គ្នាអូអ្នកអស់គ្នាអើយរីកប៉ុណ្ណានេះ1ថ្ងៃអីត្រែមកូកាមានអារម្មណ៍ថាពណ៌ចំហួយយើងឡើងស្អាប់អ្នកគ្នាឡើងខ្មៅប្រយ័ត្ននេះអូយដល់កអត់ស្អាតសោះគេឥឡូវយើងទៅធ្វើការរៀបយកទៅដាក់ក្នុងទូទឹកកកចំនួន3ម៉ោងទៀតចាឥឡូវយើងរៀបរួចហើយអ្នកគ្នាឥឡូវយើងដាក់ទូទឹកកកចំនួន3ម៉ោងទៀតតោះបន្តមកយើងជួយបើយើងដាក់ទូជន់កទៅរយៈពេល3ម៉ោងអ្នកគ្នាចាំមើលញ៉ាំកើតអត់ចាំមើលវាតនេះណាបាយបាយអូខេឥឡូវដល់ពេលមើលជាមួយចាហួយរបស់ខ្ញុំមកអាយយឡើងតំណងតែញ៉ាំសិនតោះអ្នកនរគ្នាជួយរបស់ខ្ញុំធ្វើរួចរាល់ហើយតោះឡើយយើងមកភ្លក់ទាំងអស់គ្នាចាំមើលវិញញ៉ាំកើតលើស្រួយឆាប់ដូចក្នុងវីដេអូគេធ្វើអត់ណាអូខេមកយើងមើលពណ៌តំណងចាពណ៌នេះតំណងអ្នកគ្នាគឺសុបដែរគាត់ថាលឺអត់សូវខ្លាំងនៅក្នុងវីដេអូគេធ្វើអ្នកគ្នាថាគេពាក់កាសទៅលឺខ្លាំងខ្ញុំសុបដែរតែអត់សូវលឺខ្លាំងតែឆ្ងាញ់ណាអ្នកគ្នាឈប់ឆ្ងាញ់ចុយហើយញ៉ាំអស់